ឆ្នាំ77ទី20មិថុនាពុកយកសង្ខារធ្វើជាដើមទុនក្នុងដំណើរឈួរសង្គ្រោះប្រជាជនរបបវាលពីងឃាតជាតិជួបទុកធ្ងន់រស់រងទីរុនអត់គុណកែងនីម៉ោង9យប់ចេញដំណើរទៅឆ្លងកាត់ព្រៃជ្រៅសំដៅទិសបូព៌ាកាត់ភ្លៀងកាត់កក្រុនញរងយុទ្ធមិត្ត5នាក់ស្មោះស្ម័គ្ររួមគ្នាព្រាត់ពីភរិយាទាំងមានផ្ទៃពោះសំបុត្រមួយច្បាប់រាយរាប់ពរនីផ្ញើជូនភរិយាព្រាត់ឃ្លាតមួយគ្រាលាទៅសងគ្រោះស្វែងរកជំនួយជួយខ្មែរឲ្យរស់ដើម្បីរំដោះជាតិផុតពីជ្រោះមរណាប្រណាំងសេពីធ្នូឆ្នាំ78ថ្ងៃមហាជោគជ័យ7មករាកម្ពុជារំដោះទូទាំងរដ្ឋារាជខ្មែរដឹងគុណវីរៈជនខេមរាដែលជួបៃតាស្ថាបនិកសន្តិភាពដាច់ដាច់ជួនយោបាយឈ្នះមានរដ្ឋដាច់ផ្ទះនាំជ័យជំនះរះឡើងពេញព្រៀបជួយឲ្យជាតិខ្មែរប្រែមានសន្តិភាពទូទាំងផ្ទៃរាបជ្រួតជ្រាបមានលៀបល្បាញល្បីបួងសួងទេវតាវត្ថុស័ក្តិសិទ្ធិបារមីមានរតនព្រះរតនត្រ័យយាងមកប្រក់ព្រំប្រសិទ្ធិពរជ័យសម្ដេចពុកសម្ដេចម៉ែបុត្រាបុត្រីសូមមានសិរីជ័យមង្គល